exile និរទេសខ្លួន locked up ឃុំឃាំង beaten វាយដំ and gunned down និងបាញ់សម្លាប់ហាមាត់ប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាប្រកាសជាគិតមិនផុតអំពីគេបិទមាត់ឲ្យនៅស្ងៀមនោះទេខ្ញុំស្ទៀវឆាវនៅក្នុងខ្សែភាពវីដេអូ101បូព៌ាវគ្គនេះយើងនឹងធ្វើដំណើរពីទីក្រុងបាងកកទៅទីក្រុងឡុងពីប៉ារីសទៅភ្នំពេញក្នុងដំណើរតាមដានអំណាចនិងទ្រព្យសម្បត្តិនៃមេដឹកនាំកម្ពុជាបម្រើការយ៉ាងយូរគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្តីខ្ញុំដេកក្នុងថ្លុកឈាមអញ្ចឹង ប្តីរបស់ខ្ញុំដេកស្ដោកនៅក្នុងថ្លុកឈាម យកអត់ជឿ It was hard to believe ខ្ញុំអត់ជឿថាប្តីខ្ញុំទេ ខ្ញុំពិបាកនឹងជឿថានោះជាប្តីរបស់ខ្ញុំ lying there គេនៅក្នុងថ្លុក in a pool ដេកនៅក្នុងថ្លុកឈាមប្តីរបស់ប៊ូរចនាគឺលោកកែមលីជាអ្នកអត្ថាធិប្បាយកិច្ចការសង្គមខ្មែរដែលមានប្រជាប្រិយភាពបំផុតនិងជាអ្នករិះគន់ខ្លាំងមួយរូបនៃអំពើពុករលួយរបស់រដ្ឋាភិបាល ខ្ញុំតែតែបារម្ភពេលគាត់ធ្វើដំណើរទៅ ខ្ញុំតែមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់ព្រោះការងាររបស់គាត់វាគ្រោះថ្នាក់ខ្ញុំបានប្រាប់គាត់ថាបងប្រយ័ត្នខ្លួនផងយើងមានកូន4នាក់ហើយប៉ុន្តែនៅខែកក្កដាឆ្នាំមុននៅអាយុ45ឆ្នាំគាត់ត្រូវបានគេបាញ់សម្លាប់ But in July last year, at the age of 45, he was shot dead. នៅក្នុងរយៈពេល1ម៉ោងនៃឃាតកម្មនេះបរិសម្នាក់ត្រូវបានចាប់ខ្លួននិងបណ្ដាលនៅមុខប្រព័ន្ធផ្សព្វផ្សាយភ្លាមៗ He claimed his name បរិសម្នាក់នោះបានប្រាប់គេថាខ្លួនឈ្មោះជួបសម្លាប់ជាភាសាខ្មែរគេបាននិយាយថាលោកកែមលីជំពាក់លុយរូបគេ$3,000ទៅព្រោះគេមកសម្លាប់លោកកែមលី That's why he killed him. សង្ស័យជនរងគ្រោះហ្នឹងអត់បានសងយ៉ាងហ្នឹងកុហកហើយចុះមិនស្គាល់នៅជនរងគ្រោះហ្នឹងស្គាល់តាមយ៉ាងអីជួបគ្នាយ៉ាងច្រើនណាស់តែគ្នាបងអត់មើលចាចឹងខ្ញុំដឹងពីអារម្មណ៍ហើយនឹងចិត្តប្តីខ្ញុំច្បាស់ ខ្ញុំដឹងពីអារម្មណ៍និងចិត្តប្តីរបស់ខ្ញុំច្បាស់ណាស់គាត់មិនដែលហ៊ានហាមាត់ខ្ចីលុយគេទេ អញ្ចឹងអាពាក្យដែលថាគាត់ទៅពាក់លុយ$3,000 ខ្ញុំមិនអាចទទួលយកបានទេថាគាត់ត្រូវគេសម្លាប់ដោយសារលុយ$3,000នោះទេខ្ញុំសូមច្រានចោលរឿងហ្នឹងវាអត់ការពិតទេ ប្តីខ្ញុំគាត់មនុស្សល្អ ប្តីខ្ញុំជាមនុស្សល្អណាស់ខ្ញុំមិនគិតស្មានថាពួកវាខូខើដល់ម្លឹង so brutal សម្រាប់ប្តីខ្ញុំ ពួកវាសម្លាប់ប្តីរបស់ខ្ញុំ This is an act of state terrorism នេះជាទង្វើមួយនៃអំពើភេរវកម្មរដ្ឋមានតែរដ្ឋទេទើបមានមធ្យោបាយដើម្បីធ្វើអំពើបែបហ្នឹងហើយលាក់បាំងលោកកែមលីមិនជាជនទោសតែម្នាក់ឯងនោះទេជួនគ្នាលោកក៏ជាផ្នែកមួយនៃយុទ្ធនាការរបស់ថ្នាក់ដឹកនាំដើម្បីបំបិតសម្លេងរបស់ពួកប្រឆាំងដែរហើយវាមានលក្ខណៈជាឃាតកម្មផ្នែកនយោបាយ ដោយធ្លាប់ហែលឆ្លងភាពយងក្នុងនៃអំពើប្រល័យពូជសាសន៍និងសង្គ្រាមពេលនេះប្រជាជនកម្ពុជាជាច្រើនជឿថាខ្លួនកំពុងជួបប្រទះសត្រូវមួយខាងក្នុងជាថ្មីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដែលអនុម័តដោយអង្គការសហប្រជាជាតិបានសន្យាថានឹងនាំមកនូវលទ្ធិប្រជាធិបតេយ្យជូនប្រទេសកម្ពុជាប៉ុន្តែជាង25ឆ្នាំក្រោយមកប្រជាជនកម្ពុជាជួបប្រទះរបបគៀបសង្កត់និងសម្លាប់មនុស្សកាន់តែខ្លាំងឡើងការបោះឆ្នោតជាតិឆ្នាំ2013បានបង្ហាញថាគណៈបកកណ្ដាលអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនឈ្នះសន្លឹកឆ្នោតតែបន្តិចក្នុងពេលដែលមានការតវ៉ាថាមានការលួចបន្លំសន្លឹកឆ្នោតពេញប្រទេសផងឥឡូវនេះនៅសល់ពេលច្រើនដែរទម្រាំដល់ការបោះឆ្នោតឆ្នាំ2018រដ្ឋាភិបាលបានធ្វើការបង្ក្រាបយ៉ាងខ្លាំងទៅលើគណៈបកប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាលក្នុងការប៉ុនប៉ងក្នុងការតោងកាន់អំណាចដ៏អស់សង្ឃឹមមួយសមាជិកគណៈបកប្រឆាំងត្រូវបានគេវាយដំយ៉ាងដំណំនិងមានមនុស្សលើសពី10នាក់ទៀតដែលគេជឿជាច្រើនថាជនរងគ្រោះជាប់ទោសនយោបាយជាប់ទោសរហូតដល់ទៅ20ឆ្នាំដោយមកពីរឿងនានារាប់ពីការសរសេរព័ត៌មានមិនពិតនៅលើទំព័រ Facebook រហូតដល់ការធ្វើការបះបោរនៅឯនេះសមុទ្រម្ខាងទៀតមេដឹកនាំគណៈបកប្រឆាំងយូរឆ្នាំលោកសំរងស៊ីដែលទៅត្រូវបានដកហូតពីឈ្មោះជាអ្នកដឹកនាំពេលដែលលោកកំពុងរស់នៅជាអ្នកនិរទេសខ្លួនឯទីក្រុងប៉ារីសមិនត្រឹមតែត្រូវហាមឃាត់មិនឲ្យចូលក្នុងប្រទេសខ្លួនប៉ុណ្ណោះទេបើលោកត្រឡប់មកវិញនាំតែការបង្ហូរឈាមនិងការបំផ្លិចបំផ្លាញដល់ប្រទេសប៉ុន្តែលោកក៏ប្រឈមនឹងការកាត់ទោសដាក់គុកជាច្រើនផងដែរហើយលោកត្រូវគេប្តឹងពីបទចោទប្រកាន់រដ្ឋាភិបាលសម្លាប់លោកកែមលី I am not afraid ខ្ញុំមិនខ្លាចទេខ្ញុំនឹងពន្យល់និងបង្ហាញថាហេតុអ្វីបានជាខ្ញុំជឿថាលោកហ៊ុនសែននិងរដ្ឋាភិបាលនិងប៉ូលីសរបស់លោកជាអ្នកនៅពីក្រោយឃាតកម្មនេះ
When Kemley was murdered, Bo ពេលលោកកែមលីត្រូវគេសម្លាប់ប៊ូរចនានិងកូនរបស់គាត់បានបាត់បង់ប្តីនិងឪពុកហើយប្រជាជនកម្ពុជាទាំងអស់ហាក់ដូចជាបាត់បង់មហាបុត្រម្នាក់មនុស្សរាប់សិបម៉ឺននាក់បានមកចូលរួមពិធីបុណ្យសពនិងមកគោរពវិញ្ញាណក្ខន្ធរបស់លោកគាត់ស្រឡាញ់ក្រុមគ្រួសារនិងប្រជាជនកម្ពុជាទាំងអស់គាត់យកចិត្តទុកដាក់ដល់ប្រជាជនច្រើនជាងខ្លួនឯងទៅទៀតនៅក្នុងប្រទេសមួយដែល 1/3 នៃចំនួនប្រជាជនរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រជាអតីតវិជ្ជបណ្ឌិតលោកជាជើងឯកក្នុងចិត្តរបស់អ្នកក្រីក្រនិងជនងាយរងគ្រោះគ្រប់រូបលោកបានធ្វើដំណើរទៅដល់កន្លែងដែលដាច់ស្រយាលជាច្រើននៃប្រទេសដើម្បីស្ដាប់ការខ្វល់ខ្វាយនៃជនរួមជាតិរបស់លោកនិងបានអប់រំពួកគេឲ្យយល់ដឹងអំពីសិទ្ធិរបស់ខ្លួនគាត់ធ្វើតែការងាររបស់គាត់អត់បានជំទាស់ទៅនឹងអ្នកណាម្នាក់ឡើយប៉ុន្តែគេចាត់ថាគាត់ជាអ្នកប្រឆាំងមួយរូបអ្នកខ្លះមិនចង់ឲ្យប្រជាជនបានយល់ដឹងអ្វីឡើយពួកគេចង់ឲ្យប្រជាជនល្ងងខ្លៅដើម្បីងាយស្រួលដាក់នៅក្រោមអំណាចរបស់ពួកគេប្លន់ផ្ទះប្លន់ដីប្រជាជនពួកអ្នកមានអំណាចគេមិនចង់ឲ្យប្រជាជនបានយល់ដឹងពីសិទ្ធិរបស់គេឡើយថ្នាក់ដឹកនាំអត់ចង់ឲ្យប្រជាពលរដ្ឋបានដឹងឮពីការពិតនៃការកេងប្រវ័ញ្ចនិងការកេងប្រវ័ញ្ចនិងការរំលោភបំពានជាប្រព័ន្ធដែលពួកគេកំពុងធ្វើសប្តាហ៍ថ្ងៃនេះទេ The last thing the ruling elite want is for people to hear the truth about this exploitative and abusive system that they are perpetrating. លោក Richard Roger ជាមេធាវីសិទ្ធិមនុស្សអន្តរជាតិមានទីស្នាក់ការនៅក្រុងប៉ារីសលោកបានធ្វើការឲ្យអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជានិងបានឈានមួយជំហានមិនធម្មតាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងនឹងថ្នាក់ដឹកនាំនៃប្រទេសនេះលោកបានចោទប្រកាន់ទៅលើការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលតាក់ទងនឹងការរំលោភដីធ្លីការធ្វើទុកបុកម្នេញមកលើពួកប្រឆាំងឃាតកម្មលើលោកកែមលីបានក្លាយជាផ្នែកមួយនៃភស្តុតាងរបស់លោកបន្ថែមទៀត As well as the forcible evictions, there's also been some shootings. ជាមួយការបណ្តេញចេញដោយបង្ខំក៏មានការបាញ់ប្រហារមួយចំនួនផងដែរពេលអ្នកតស៊ូមតិប្រឆាំងនឹងការបណ្តេញចេញពីដីរបស់ខ្លួនហើយយើងបានឃើញបរិមាណដ៏ធំធេងនៃការផ្ទេរដីធ្លីរបស់ប្រជាជនសាមញ្ញទៅឲ្យអ្នកមានស្ដុកស្ដំមួយចំនួនតូចនៃពួកមន្ត្រីនិងសមាជិកព្រឹទ្ធសភាកម្ពុជានៃឋានានុក្រមជាការពិតដើម្បីឲ្យមនុស្សមួយចំនួនតូចអាចលួចយកប្រភពធនធានជាច្រើនអំពីចំនួននៃមនុស្សដ៏ច្រើនពួកគេត្រូវខិតខំរក្សាអំណាចជាច្បាស់ណាស់ថាលោកកែមលីជាការគំរាមកំហែងមួយដល់ពួកគេព្រោះលោកមានប្រជាប្រិយភាពខ្លាំងជាពិសេសនៅក្នុងខណៈនេះយើងមើលឃើញមានអស្ថិរភាពមុនការបោះឆ្នោតឆ្នាំ2017និងឆ្នាំ2018ច្បាស់ណាស់ថាមានកត្តាជំរុញឲ្យចង់ទៅបំបិទមាត់របស់លោកពួកគេកុហកពួកគេពូកែបំភាន់ណាស់ពួកគេបានបង្កើតរបាយការណ៍คล้ายៗមួយដើម្បីធ្វើឲ្យពិភពលោកចាប់អារម្មណ៍ច្រើនទៅលើពួកគេអ្នកនាំពាក្យរដ្ឋាភិបាលលោកហ៊ុនសែនលោកផៃស៊ីផានបដិសេធករណីបណ្ដឹងតុលាការព្រហ្មទណ្ឌអន្តរជាតិត្រង់តែម្ដងលោកនិយាយថាឃាតកម្មលើលោកកែមលីគឺជាបំណងមួយរបស់អ្នកប្រឆាំងរដ្ឋាភិបាលដើម្បីបង្ខូចឈ្មោះគណៈបកកាន់អំណាចវាបានធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងទាំងលោកនាយករដ្ឋមន្ត្រីនិងគណៈបកនយោបាយរបស់ខ្ញុំផងដែរប៉ុន្តែយើងមានអារម្មណ៍ថាយើងដឹងពីមូលហេតុដែលពួកគេសម្លាប់លោកកែមលីពីព្រោះពួកគេចង់ដាក់បន្ទុកមកលើគណៈបកប្រជាជនក៏ដូចជារដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាលប្រឆាំងនឹងអំពើពុករលួយមួយមានស្នាក់ការនៅក្រុងឡុងដោយមានតម្រុយមួយថាហេតុអ្វីបានជាលោកកែមលីជាគោលដៅសម្លាប់មិនដល់មួយសប្តាហ៍មុនការសម្លាប់លោកកែមលីអង្គការឃ្លាំមើលពិភពលោកបានបញ្ចេញរបាយការណ៍ថ្មីចាស់មួយដែលបានបង្ហាញពីផលប្រយោជន៍ពាណិជ្ជកម្មធំធេងរបស់ក្រុមគ្រួសាររបស់លោកហ៊ុនសែនពួកគេជាអ្នកគ្រប់គ្រងនិងសម្រេចថានរណាជាអ្នកបណ្ដាក់ទុននៅកម្ពុជាពួកគេគ្រប់គ្រងសេនាធិការសំខាន់ទាំងអស់នៃរដ្ឋាភិបាលដែលជួយសម្រួលឲ្យកើតមានគឺបែបនេះហើយបានជាពួកគេបានបង្កើតអាណាចក្រនេះឡើងពួកគេក្តាប់ក្តាប់សេដ្ឋកិច្ចមិនមែនតែជាមុខជំនួញដែលពួកគេអាចបង្កើតដោយខ្លួនឯងឬយ៉ាងណានោះទេប៉ុន្តែក្តាប់ក្តាប់ទាំងការប្រកួតប្រជែងដើម្បីឲ្យពួកគេបង្កើតអាណាចក្រនេះអ្វីដែលគូមេធាងក្រុមគ្រួសារនេះបង្ហាញថាសូម្បីតែក្រុមគ្រួសារមានហើយពួកគេរៀបការជាមួយពួកមនុស្សដែលមានតួនាទីកាន់កាប់អំណាចដូច្នេះហើយបានជាគ្មានបានផ្ដល់ផលប្រយោជន៍អ្វីដល់រដ្ឋាភិបាលឡើយមិនថាការអនុវត្តច្បាប់កិច្ចការយោធាឬកិច្ចការវិនិយោគពួកគេលូកដៃទាំងអស់ The Hun Sen family is tight knit. The Prime Minister ក្រុមគ្រួសារលោកហ៊ុនសែនមានភាពស្និទ្ធគ្នាណាស់លោកនាយករដ្ឋមន្ត្រីនិងភរិយាមានកូន5នាក់និងជាក្រុមគ្រួសារដ៏ធំមួយក្នុងចំណោមពួកគេខ្លះជាសមាជិករដ្ឋាភិបាលអិសរាជជនយោធាជាន់ខ្ពស់និងសហគ្រិនដ៏ច្រើនពួកគេទាំងអស់មានចំណងពាក់ព័ន្ធជាមួយក្រុមហ៊ុនជាង100ទូទាំងគ្រប់ផ្នែកនៃសេដ្ឋកិច្ចមានវិស័យទេសចរណ៍កសិកម្មរ៉ែអគ្គិសនីនិងប្រព័ន្ធផ្សព្វផ្សាយ
ព្រមទាំងមានសម្ព័ន្ធជាមួយក្រុមហ៊ុនអន្តរជាតិឈ្មោះល្បីៗការប៉ាន់ប្រមាណទ្រព្យសម្បត្តិនៃក្រុមគ្រួសារនេះរួមបញ្ចូលគ្នាមានប្រមាណ$500 លានរហូតទៅ$1000 លានប្រសិនបើអ្នករស់នៅក្នុងប្រទេសកម្ពុជាមួយថ្ងៃវាពិតជាពិបាកនឹងជៀសផុតអំពីការដាក់លុយទៅក្នុងហោប៉ៅនៃហ៊ុនដ៏ច្រើនរយរបស់ក្រុមគ្រួសារនេះណាស់មិនថាអ្នកទៅទស្សនាសារមន្ទីរនៅអង្គរចាក់សាំងរថយន្តពិសាកាហ្វេមួយពែងឬក៏ទិញស្រោមអនាម័យមួយប្រអប់ទេគឺអ្នកកំពុងដាក់លុយទៅក្នុងហោប៉ៅនៃក្រុមគ្រួសារនោះពីថ្ងៃមុនពេលធ្វើឃាតលោកកែមលីបានធ្វើជាវាគ្មិនក្នុងកម្មវិធីវិទ្យុពិភាក្សាអំពីការស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោកក្នុងរឿងអាណាចក្រនៃក្រុមគ្រួសារលោកហ៊ុនសែនមនុស្សជាច្រើនឥឡូវនេះជឿថាជាបទសម្ភាសន៍មានគ្រោះថ្នាក់ដល់ជីវិតរបាយការណ៍នេះខ្ញុំគិតថារដ្ឋាភិបាលក៏ត្រូវតែទទួលស្គាល់ថាវាមានសារៈសំខាន់ក្នុងការស្វែងយល់ក្រុមហ៊ុនមួយថាតើក្រុមហ៊ុននឹងវាពិតប្រាកដឬទេហើយធ្វើការបកស្រាយទៅដល់ប្រជាពលរដ្ឋនៅក្នុង114ក្រុមហ៊ុនហ្នឹងឧទាហរណ៍ច្បាប់ប្រឆាំងនឹងអំពើពុករលួយត្រូវមានការប្រកាសទ្រព្យសម្បត្តិជាចំហជាលក្ខណៈគ្រួសារហើយមានការស៊ើបអង្កេតប្រសិនបើទ្រព្យសម្បត្តិមិត្តភ័ក្តិនិងជាអ្នកវិភាគដូចគ្នាលោកមាសនេះចាប់ផ្ដើមមានអារម្មណ៍មិនស្រួលបទពិភាក្សានោះប៉ះផ្ទាល់ទៅដល់ក្រុមគ្រួសារតកុលហ៊ុនអញ្ចឹងបានជាធ្វើឲ្យខ្ញុំភ័យខ្លាចបន្តិចដែរអ្នកគិតមើលប្រសិនបើមាននរណាម្នាក់មកសម្លាប់យើងធ្វើអ្វីមិនបានឡើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ដែលខ្ញុំមិនធ្លាប់មានសោះពីមុនមកវាអាចជាលើកទី1ហើយដែលលោកភ័យខ្លាចដល់សុវត្ថិភាពខ្លួនឯងប៉ុន្តែវាមិនមែនជាលើកទី1ទេដែលលោកភ័យខ្លាចចំនួនចំពោះសុវត្ថិភាពលោកកែមលី Sometime he told me that there was someone came and looking for his house and with the police ពេលខ្លះគាត់ប្រាប់ខ្ញុំថាមានគេមកសួររកផ្ទះគាត់ពួកនោះគឺទនុយជាឯកសណ្ឋានប៉ូលីសជាញឹកញយដោយសារតែលោកកែមលីមានទំនាក់ទំនងជាច្រើនជាមួយមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលដូច្នេះលោកតែងតែទទួលបានសញ្ញាឲ្យប្រយ័ត្នខ្លួនអញ្ចឹងក្នុងជួររាជរដ្ឋាភិបាលគាត់ក៏មានអ្នកគាំទ្រអ្នកការពារគាត់ដែរប៉ុន្តែនៅព្រឹកថ្ងៃអាទិត្យទី10កក្កដាឆ្នាំមុនគ្មាននរណាម្នាក់នៅការពារលោកឡើយនេះជាស្ថានីយ៍លក់ប្រេងឥន្ធនៈកាល់តិចស្ថិតនៅកណ្ដាលរាជធានីភ្នំពេញតាមមហាវិថីដ៏មមាញឹកមួយនៃទីក្រុងជាកន្លែងដែលលោកកែមលីបានធ្វើអ្វីដែលខ្លួនតែងតែធ្វើជាទៀងទាត់គឺពិសាកាហ្វេរាល់ព្រឹកនៅក្នុងហាងលក់កាហ្វេស្តាម៉ាននៅពេលដែលគេមកបាញ់គាត់សម្លាប់បុរសម្នាក់ត្រូវជាប់ទោសនៃឃាតកម្មនេះប៉ុន្តែវាហាក់ដូចជាមានមនុស្សតិចណាស់ដែលជឿថាម្នាក់នេះជាឧក្រិដ្ឋជនពិតនៅតាមដងផ្លូវថ្មើរជើងនៃផ្លូវនេះចម្ងាយ1 គីឡូម៉ែត្រពីស្ថានីយ៍ប្រេងឥន្ធនៈនេះជនជាប់ចោទត្រូវបានគេឃើញរត់គេចខ្លួនវីដេអូទូរស័ព្ទមួយមានរូបរាងអ្នករត់គេចខ្លួននោះត្រូវបានគេបង្ហោះដោយអនាមិកនៅលើអ៊ីនធឺណិតតើនោះជាប៉ូលីសមែនទេបាទអ្នកបើកម៉ូតូនឹងជាប៉ូលីសគឺអង្គភាពពិសេសដែលប្រើប្រាស់ម៉ូតូទាំងនេះរឿងដំបូងដែលអ្នកបានកត់សម្គាល់លើវីដេអូនោះប៉ូលីសបានឈប់ម៉ូតូនៅក្បែរជនជាប់ចោទប៉ុន្តែជាជាងប៉ុនប៉ងចាប់ខ្លួនជននោះប៉ូលីសបែរជាឲ្យជននោះរត់បន្តទៀតប្រហែលជាប៉ូលីសបានប្រាប់គេថាទេឯងត្រូវតែរត់បន្តិចទៀតហើយបន្តិចក្រោយមកជនជាប់ចោទរត់ឆ្លងកាត់ផ្លូវសម្ដៅត្រង់ទៅរកប៉ូលីសដដែលនោះហេតុអ្វីបានជាបរិសុទ្ធម្នាក់នេះរត់ទៅតាមផ្លូវថ្មើរជើងប៉ុន្តែបន្ទាប់មកបានរត់កាត់ថ្នល់ត្រង់ទៅប៉ូលីសវិញនៅពេលដែលអ្នកតាមមើលចាប់ផ្ដើមមករកយុត្តិធម៌តាមរបៀបរបស់ពួកគេប៉ូលីសក៏ចាប់បរិសុទ្ធនោះយកទៅឃុំឃាំងបាត់ទៅខ្ញុំគិតថាជាធម្មតាប៉ូលីសត្រូវចាប់គេដាក់ខ្នោះដៃคลิปវីដេអូនេះបានធ្វើឲ្យសាធារណជនមានការសង្ស័យជាច្រើនថាតើនគរបាលចូលរួមកម្រិតណាក្នុងប្រភេទនៃការសម្លាប់នេះហើយរដ្ឋាភិបាលក៏មិនខ្វល់ខ្វាយឆ្លើយតបចំពោះការសង្ស័យទាំងនោះដែរទោះបីជាស្ថានីយ៍លក់សាំងនេះហុំព័ទ្ធដោយម៉ាស៊ីនថតការពារសុវត្ថិភាពក៏ដោយមកដល់ពេលនេះនៅតែគ្មានវីដេអូកាមេរ៉ាបញ្ចេញផ្សាយជាសាធារណៈទេយើងមានវីដេអូនៃឃាតករយើងមិនបញ្ចេញទៅសាធារណជនទេដោយសារតែការស៊ើបអង្កេតកំពុងបន្តនិងទី2យើងយល់ថាការសម្លាប់លោកមនិតកែមលីបានคล้ายជាបញ្ហានយោបាយដូច្នេះតើរដ្ឋាភិបាលពិតជាមានវីដេអូកាមេរ៉ានៅកន្លែងកើតហេតុឃាតកម្មនេះបាទយើងមានពិតមែនហើយវាពិតជាបានបង្ហាញពីអ្វីដែលបានកើតឡើងប៉ូលីសបាននិយាយថាវាបានបង្ហាញមុខដូចគ្នាដោយជនល្មើសដែលយើងចាប់បាននេះខ្ញុំសូមទុកចំណុចនេះដើម្បីឲ្យអ្នកនាងទៅសួរភរិយារបស់លោកបណ្ឌិតកែមលីព្រោះខ្ញុំមិនបានមើលវីដេអូនោះទេតើនាងបានឃើញវីដេអូនៃឃាតកម្មនេះមែនទេបាទនាងបានមើលវីដេអូនោះរួចហើយប៉ុន្តែនោះមិនមែនជាអ្វីដែលនាងប្រាប់យើងទេគឺមិនដែលពួកគេមិនដែលបានហៅខ្ញុំឲ្យទៅមើលវីដេអូនោះទេព
ពួកគេមិនគួរនិយាយថាពួកគេបានបង្ហាញវីដេអូនោះដល់ខ្ញុំទេអត់បង្ហាញខ្ញុំទេនេះជាការកុហករដ្ឋាភិបាលព្រួយបារម្ភតែអំពីការការពារជាងនិយាយការពិតពួកគេមិនបានបង្ហាញវីដេអូកាមេរ៉ាទេតែពួកគេបង្ហាញថាជួបសម្លាប់ជាឃាតករខ្ញុំមិនអាចទទួលយកបានទេចុះតើបរិមម្នាក់រងការចោទប្រកាន់នេះជានរណាដែលហៅខ្លួនឯងថាជួបសម្លាប់និងប្រាប់គេថាខ្លួនជាអ្នកបាញ់លោកបណ្ឌិតកែមលីដោយប្រើកាំភ្លើងខ្លីមានកម្លាំងខ្លាំងនិងមានតម្លៃថ្លៃឬក៏ព្រោះតែអ្នកអត្ថាធិប្បាយរូបនេះជំពាក់ប្រាក់ខ្លួន$3,000ដើម្បីស្វែងរកចម្លើយយើងធ្វើដំណើរទៅដល់ស្រុកកំណើតលោកជួបសម្លាប់ដោយធ្វើដំណើរតាមឡានប្រហែល4ម៉ោងចេញដំណើរពីតំបន់បេតិកភណ្ឌពិភពលោកប្រាសាទអង្គរវត្តទៅទិសពីយប់នៃប្រាសាទសៀមរាបដ៏សែនឆ្ងាយពីកន្លែងកើតរឿងឃាតកម្មដំបូងយើងចុះទៅវត្តដាច់ស្រយាលមួយកន្លែងដែលជនល្មើសបានបួសជាព្រះសង្ឃពី3ព្រះវស្សានិងបានសឹកហើយចាក់ចេញពីវត្ត7ខែមុនឃាតកម្មនៅទីនោះគេឯងស្គាល់ថាជាឈ្មោះអឿងអាតមួយភាសាទៅក៏ Novice monks who were under លោកនេនដែលនៅក្រៅបង្គាប់អឿនអាងបានត្អូញត្អែថាអឿនអាងបានប្រព្រឹត្តយ៉ាងកំរោលគេថាអឿនអាងបានវាយដំគំរាមកំហែងនិងប្រមាថអ្នកដទៃអឿនអាងបានយកប្រាក់ដែលអ្នកស្រុកបានបរិច្ចាគឲ្យកសាងផ្លូវទៅចាយវាយសម្រាប់ខ្លួនឯងនិងចាញ់ល្បែងអនឡាញជាច្រើនលោកសង្ឃនោះបានសង្ស័យពេលបានទទួលព័ត៌មានអំពីការចាប់ខ្លួនអឿនអាត I didn't believe it because he never mentioned Cam Lay អាត្មាមិនជឿទេព្រោះគេមិនដែលនិយាយឈ្មោះកែមលីហើយក៏គ្មានប្រាក់ដើម្បីឲ្យនរណាខ្ចីដែរអាត្មាជឿថាគេប្រកាសជាមានអ្នកជួលឲ្យសម្លាប់ព្រះសង្ឃបានបន្តប្រាប់យើងទៀតថាអឿនអាតជាអតីតទាហាននិងចូលចិត្តអួតពីការប្រើកាំភ្លើងនិងភាពស្និទ្ធស្នាលរបស់គេជាមួយអតីតមេបញ្ជាការខ្លួនគេនៅតែទៅសួរសុខទុក្ខមេរបស់គេនៅផ្ទះឬនៅបន្ទាយនៅខេត្តគេថាអាចសុំអីបានហ្នឹងអាត្មាជឿថាគេប្រកាសជាមានអ្នកជួលឲ្យធ្វើពីព្រោះគេចង់បានលុយហើយអាចនឹងត្រូវបានទិញយើងបន្តដំណើរទៅទៀតចូលយ៉ាងជ្រៅទៅក្នុងទឹកដីខ្មែរក្រហមកាន់កាប់ពីដើមប៉ាណូផ្សាយរូបនាយករដ្ឋមន្ត្រីហ៊ុនសែនមាននៅគ្រប់ទិសទីនៅក្នុងភូមិនេះជាកន្លែងដែលជនជាប់ចោទបានរស់នៅរហូតមកដល់ពេលថ្មីនេះយើងបានជួបបរិមម្នាក់ដែលគេស្គាល់គ្នាតាំងពីចុងទសវត្សរ៍ឆ្នាំ80កាលនោះគេជាទាហានខ្មែរក្រហមបន្ទាប់ពីសឹកមកវាសុំស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំហើយខ្ញុំបានឲ្យបន្ទប់វាដេកមួយដូចជាព្រះសង្ឃនោះដែរបរិមម្នាក់នេះបាននិយាយថាគាត់ស្គាល់មិត្តភ័ក្តិរបស់គាត់ថាឈ្មោះអឿនអាងហើយគាត់ចេះតែឆ្ងល់ថាហេតុអ្វីបានជាគេទៅសម្លាប់លោកកែមលីពេលវានៅនេះវាស្ទើរទៅរកបាយហូបមិនបានផងវាមានលុយមកពីណាហើយធ្វើម៉េចទើបគេស្គាល់លោកកែមលីគេរស់នៅឆ្ងាយគ្នាណាស់បរិមម្នាក់នេះបាននិយាយថាអឿនអាងស្រាប់តែបាត់ខ្លួនពីភូមិប៉ុន្តែមួយសប្តាហ៍មុនរឿងឃាតកម្មអឿនអាងបានហៅទូរស័ព្ទមកពីភ្នំពេញនិងនិយាយថាខ្លួនបានការងារធ្វើជាទាហានដែលបានប្រាក់បៀវត្សច្រើនរហូតដល់$300ក្នុងមួយខែខ្ញុំនិយាយថារកការងារឲ្យខ្ញុំធ្វើមួយផងបើបានប្រាក់ខែច្រើនអញ្ចឹងនោះវាតបថាបាទខ្ញុំរកមនុស្ស2-3នាក់បន្ថែមទៀតមកធ្វើការហើយដាច់ទូរស័ព្ទបាត់ទៅគាត់បាននិយាយថានៅពេលក្រោយមកគាត់បាននិយាយជាមួយអឿនអាងទៀតពេលគេនៅក្នុងគុកខ្ញុំបានសាកសួរវាអំពីការសម្លាប់ព្រោះខ្ញុំចង់ដឹងថាហេតុអ្វីបានជាឯងសម្លាប់គាត់វាតបថាបងនេះជារឿងរបស់ខ្ញុំទុកឲ្យខ្ញុំដោះស្រាយខ្លួនឯងគ្មាននរណាម្នាក់ដែលយើងសាកសួរហ៊ាននិយាយបែបនេះមនុស្សជាច្រើនបានប្រាប់យើងថាពួកគេមានការភ័យខ្លាចមិនហ៊ាននិយាយពីមុខកាមេរ៉ាទេប៉ុន្តែពេលបិទកាមេរ៉ាមនុស្សជាច្រើនមកពីភូមិផ្សេងគ្នាបានប្រាប់យើងថាមួយសប្តាហ៍មុនពេលដែលលោកកែមលីត្រូវគេបាញ់ឃាតករជាប់ចោទនេះមានគេហៅទៅប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់ស្រុកម្នាក់ហើយភ្លាមក្រោយការប្រជុំដាក់ចូលក្នុងឡានបើកចេញពីតំបន់នោះបាត់ទៅក្នុងចំណោមមនុស្សបានឃើញអឿនអាងចុងក្រោយបង្អស់នៅខេត្តរបស់គេគឺអ្នកបើកតាក់ស៊ីម្នាក់នេះដែលបានជូនអឿនអាងមកដាក់នៅជាក្រុងខេត្តសៀមរាបពេលខ្ញុំមកដល់ខ្ញុំដាក់វាចុះនៅកន្លែងតាក់ស៊ីហ្នឹងវាប្រញាប់មិនបានបង់ថ្លៃតាក់ស៊ីឲ្យខ្ញុំផងខ្ញុំឃើញវាឡើងជិះឡានលេចស៊ីទៅប៉ុន្តែខ្ញុំមិនដឹងថាគេទៅណាទេពួកគេចាប់បានមនុស្សម្នាក់មកប៉ុន្តែរឿងហេតុនៅពីក្រោយឃាតកម្មមិនសមហេតុផលគ្មាននរណាជឿឡើយប្រហែលជាថាអឿនអាងជាអ្នកកេះកាយកំភ្លើងប៉ុន្តែសួរថាតើនរណាជាអ្នកជួលរូបគេឲ្យធ្វើនេះជាឃាតកម្មលំនាំដដែលពួកគេរកមិនឃើញពីរដ្ឋជនពិតណាម្នាក់បានទេពីរដ្ឋជនជើងខ្លាំងនឹងឃាតករពិតប្រាកដរួចខ្លួនជានិច្ច
credible culprit, and the real murderers are always free. មេដឹកនាំគណៈបកប្រឆាំងនិរទេសខ្លួនលោកសំរងស៊ីបាននិយាយថាអ្វីដែលកើតឡើងកាលពីឆ្នាំ 2004 ក្នុងការធ្វើឃាតអ្នករិះគន់ឥតសំចៃផ្សេងទៀតនៃរដ្ឋាភិបាលលោកហ៊ុនសែនគឺមេដឹកនាំសហជីពលោកជាវិជាត្រូវបានគេបាញ់សម្លាប់នៅក្នុងសភាពស្រដៀងគ្នាខ្លាំងណាស់ Chia Vichia was killed at a place where he used to go every morning. លោកជាវិជាត្រូវបានគេសម្លាប់នៅកន្លែងដែលគាត់ឧស្សាហ៍ទៅជារៀងរាល់ព្រឹកគាត់ទៅដើម្បីទិញកាសែតហើយគេតាមដានគាត់គេដឹងពីទម្លាប់របស់គាត់ហើយពួកគេបានបញ្ជូនឃាតករទៅហើយស្ត្រីលក់កាសែតបានឃើញឃាតករយ៉ាងច្បាស់ថាគេមានរបៀបរៀបរយល្អណាស់ហើយគេអត់មានការចាប់ខ្លួនពួកនោះទេផ្ទុយទៅវិញពួកគេបានទៅរកមនុស្សផ្សេងដែលគ្មានតេតិនអ្វីសោះជាមួយឃាតករពិត some other people who have nothing to do with the real killers. The government grabbed a couple of រដ្ឋាភិបាលចាប់ព្រាវបានបរិះក្មេងៗមកពីជនបទហើយធ្វើទរណកម្មពួកគេឲ្យឆ្លើយសារភាពថាបានធ្វើបទឧក្រិដ្ឋនេះនិងយកពួកគេទៅដាក់ក្នុងពន្ធនាគារបន្ទាប់ពីមានសម្ពាធអន្តរជាតិជាច្រើនទៅបរិះក្មេងៗទាំងនោះក្រោយមកបានដោះលែងដោយតុលាការកំពូលហើយខ្ញុំសង្ឃឹមថាយើងនឹងឃើញល្បែងស្តៀងគ្នានេះនៅក្នុងករណីលោកកែមលី ខណៈដែលមិនមានភស្តុតាងដោយផ្ទាល់ភ្ជាប់លោកហ៊ុនសែនឬរាជរដ្ឋាភិបាលរបស់លោកតាក់ទងនឹងការសម្លាប់លោកជាវិជាឬលោកកែមលីបានរហូតដល់មានការស៊ើបអង្កេតបន្ថែមទៀតនិងពីរដ្ឋជនពិតត្រូវបានចាប់ខ្លួននោះការចោទប្រកាន់នេះទំនងជានៅបន្តទៅទៀតលោកកែមលីត្រូវបានគេបញ្ចុះនៅក្នុងភ្នូរឯស្រុកកំណើតគឺខេត្តតាកែវធ្វើដំណើរតាមឡានពីភ្នំពេញទៅប្រហែល2ម៉ោងម្ដាយចាស់មិនទៅណាឆ្ងាយពីភ្នូរកូនប្រុសឡើយលោកយាយសម្រាប់កំដរភ្នូរទាំងយប់ទាំងថ្ងៃខ្ញុំមិនចង់គិតថានរណាសម្រាប់កូនប្រុសខ្ញុំឡើយខ្ញុំចេះតែសោកសៅនឹកកូនប្រុសខ្ញុំលោកយាយមិនត្រឹមតែបាត់បង់កូនប្រុសប៉ុណ្ណោះទេក្រុមគ្រួសាររបស់លោកយាយក៏បែកឃ្លាតឆ្ងាយគ្នាកូនប្រសារនឹងចៅរត់គេចខ្លួនចេញពីប្រទេសខ្ញុំនឹកចៅខ្លាំងណាស់មិនដឹងថាថ្ងៃណាបានជួបមុខចៅវិញទេភរិយារបស់លោកបណ្ឌិតកែមលីនិងកូនពេលនេះជាជនភៀសខ្លួនបណ្ដោះអាសន្ននៅទីក្រុងបាងកកប្រទេសថៃពួកគេរស់នៅលាក់ខ្លួនក្នុងប្រទេសជិតខាងបន្ទាប់ពីភ័យខ្លាចគេតាមសម្លាប់ប្តីរបស់ខ្ញុំត្រូវបានសម្លាប់នៅកណ្ដាលរាជធានីហើយរោគយុតិធម៌មិនទាន់ឃើញនៅឡើយខ្ញុំព្រួយបារម្ភអំពីសុវត្ថិភាពខ្លួនឯងនិងសុវត្ថិភាពកូនគេក៏មិនអាចមកសម្លាប់យើងទាំងអស់គ្នាដែរខ្ញុំនៅតែភ័យព្រួយដោយសារតែប្រទេសកម្ពុជានៅជិតនឹងប្រទេសថៃណាស់ពួកគេអាចនឹងធ្វើអ្វីដែលពួកគេចង់ធ្វើបានគ្រប់ពេលអញ្ចឹងហើយយើងត្រូវតែរស់នៅក្នុងការលាក់ខ្លួនដោយមិនអាចទៅសាលារៀននិងរត់លេងទៅឆ្ងាយបានកន្លែងដែលគេលេងបានគឺជាប្រអប់ជណ្ដើរនៃអាគារនេះនឹងនាំគ្នាទៅលេងក្បែរប្អូនប្រុសពៅដែលទៅនឹងកើតនៅក្នុងទីក្រុងបាងកក3ខែក្រោយឃាតកម្មឪពុកខ្ញុំអួលដើមកពេលនឹកចាំកាលពីមុនពេលខ្ញុំសម្រាលកូនមានប្តីមើលថែក្នុងរយៈពេលគាត់ស្លាប់រហូតដល់ខ្ញុំឆ្លងទន្លេ ចាប់ពីថ្ងៃគាត់ស្លាប់រហូតដល់ថ្ងៃខ្ញុំសម្រាលកូននេះខ្ញុំមានអារម្មណ៍ឯកានិងតាលតោលណាស់ From the day he was killed to the day I gave birth, I have felt so alone. នៅក្នុងផ្ទះល្វែងមានតែមួយបន្ទប់អត់មានផ្ទះបាយក្រុមគ្រួសារនេះប្រឹងរស់ឲ្យតែបានរួចមួយថ្ងៃការរស់នៅរបស់ពួកគេលំបាកលំបិនខណៈពួកគេរងចាំទៅរស់នៅប្រទេសទី3ពួកគេសង្ឃឹមថាប្រទេសអូស្ត្រាលីនឹងផ្ដល់នូវការការពារដែលពួកគេប្រាថ្នាយ៉ាងខ្លាំងនៅពេលនេះ It is painful for us. វាឈឺចាប់សម្រាប់យើងជាប្រជាពលរដ្ឋខ្មែរប៉ុន្តែយើងមិនអាចរស់នៅក្នុងប្រទេសរបស់យើងទៀតទេខ្ញុំបានបាត់បង់ប្តីខ្ញុំបាត់បង់ផ្ទះសម្បែងហើយខ្ញុំបានបាត់បង់ប្រទេសខ្លួនឯងខ្ញុំត្រូវតាំងចិត្តថាខ្ញុំត្រូវតែរឹងមាំប្តីខ្ញុំបានប្រាប់ខ្ញុំថាក្នុងពេលគាត់មិននៅខ្ញុំមិនត្រូវយំទេមិនថាមានបញ្ហាអ្វីក៏ដោយខ្ញុំត្រូវតែក្រោកឈរឡើងហើយតតាំងជាមួយពួកវា ឥឡូវខ្ញុំសួរខ្ញុំឲ្យផ្អាកក្នុងនាមអាជ្ញាធរសាធារណៈឥឡូវខ្ញុំឲ្យផ្អាកលោកផ្អាកទេខ្ញុំគាត់ខ្ញុំគាត់សួរលោកគ្រូវិញឆ្លើយមួយម៉ាត់មកថាផ្អាកអត់ទេបើសិនជាមានចំណុចណាមួយដែល
tôi thả lấy tờ lá cai cái oi pa rồi mình bắp nam môi thả oi pa ông xin cái đây bóc tờ lá cai thì không cần ô tôi chơi việc ba con là ông xin bóc tờ lá bà po là biết mấy đứa phút con là cái trang hay nhom vô mà chơi chỉ chơi cái mình pet cái trang mình cả bữa sau nhà trang có hai ôn trang bánh thơm trang cái to rồi tiết bà ôm người con mà trang đi xa tiền na khi mau không đi thi đi xa tiền na bà ôm trang đi chưa bắt là mơ bé mỗi bay ôn bà trang nó bà trang là biết mấy ở đây nhom trong xu là phu với đây thả nhà thôi mình ao chứ bớt ôn ai đây là bớt miền đây thả bà trang cho bò nhà thôi mà phép ở đây nhom thuê cho mình bà bật sứt nhom vinh cho mình bà trang cho ba đồ thầm đánh vinh sứt cọp khăn cho bắp ôm sứt cọp khăn cho bắp mình bên sứt ôn anh thưa tạm phơi chết là nhà thông khoan hay ôn ai đây để phơi bán đi sứt á pra sứt cọp khăn cho bắp còn này cho bắp bà sân chỉ cho bắp ba tại cam ấy rồi thao ở đây nhom từ thưa xa thiền nè nó nhom ở đây nhom xua mà mặt tiệt khi nhom ao chụp ốt chụp đẹp thì nhóm đừng chốt sân bà miên lẹ khăn cho bắp na trầm trời mau lẹ khăn cho bắp bảy tiếng bà trang luôn ở nhà thô xa thiền ha bà trang ở nhà thô xa thì đã cứ chịu bắt được mơ ở đây một công vẫn bắt mơ bà sân chụp ôn đây thật mơ nè ta biết bắt được mơ ở nhà thô không biết rất chắc luôn thế bay lên này kia hết lên cái này ấp lên cái đó thì bay lên này chiều ấp cam đầu tiên lên cái cam đầu tiên lên cái ấp lên lên nhóm ông nay còn chồng số mọi việc nhà ôn cái tài tư nó ngày nuôi cái sao nhà nuôi mình chốt ca vừa với ông hỏi bóp sai ai được chồng rồi chân đâu đâu trên này tớiตัวปีบานจะแจกเนี่ยเต้ไอ้กดทากดอบรมจังนะบางกดบานเอายืงจบเป็นสัญญากับนอปีแต่บ่งร้อยกดเอาจบทาเอายืงชุบเธอสกรรมเพียบไปต่างไอ้ที่ปีเอาวิดีโอได้ยืงถูกไปจางนั้นแต่ก่อนแต่เดี๋ยวปียมจุ่มโตทาอัดท้องอัดเธอต่างน้องเวียดเก่าแบบจะนั่นยมกระสมกดเป็นทาโดยซากดแต่ตู้จะได้แต่ได้ทาในปีได้มุนลงไปจางนั้นคือกดนาวยืงแต่สมฉบับปีสลากกล่องบามุนลงไปจางจังก็ยืงไอกับเพียบทาปีได้ยืงนี่ยืงสมฉบับtừสลากกล่องนำไปทัวร์การบัญจังวิดีโอนั้นปันโดยซาแต่กดบานปราบได้กดทาบ่สนใบยืงอัดผมเธอกิจสัญญาตอนนั้นที่คือกดอัดดอกแรงตีกดทายืงประพฤติบทละเมิดจะได้หยุ่งหยุ่งบ่าคนละมือจะแสดงงานเขายมสมัครให้เก๋ก็เลือกล่างในขนมเมตราตีปรามรถใบแต่ปอนแต่หนังตีมุ้ยคือไปช่างหนังมันตรีดิชกาตีปีคือกดทายืงไปช่างวิดีโอนั่นคือตลาดการกระโปรงเสริมเกตสอบไปได้วิดีโอได้ยืงไปช่างนั่นแต่เป็นตะบันบางหายซาตินะบ่าให้จำนวนตีใบยังคือทายืงนั่นคืออัดสมฉบับได้ก็ทาถือส้มมันยาทอหนึ่งบ่ามุนเอาไปช่างอันนั้นจำนวนใบในก่อนเลือกล้างเวียสมาหนุ่มบดยุ่งทำไม่ยุ่งở miền Bắc nhà không thành cục và hay tiền đại dương này vậy mong tì sạt lại là thật tì ai cái chốn đó nè được mà cô phụ nhóm mình muốn đi sạch tiền sạt tập nén nó về cái ta về âm nhạc được ba poยุ่งấy thì video để kịp phải trang hay rồi cơ nhưng mà cái cô chỉ nói ca bao nhiêu thôi nhưng ta bờ sân chỉ dương mơ lơ rục hiếp vì hạ đôi chìa thưa ca bật bật sạch chỉ còn đôi chìa ở nhân sông cho bắpยุ่งเลยจะบไปเอายังแต่ศพให้ยมโยเคยท่าเรื่องนี้วิแปะปอนแต่นั้นตัดเพียบนโยบายเฉียงเชียงในทำให้บัตรเสด็จเทียบเชียงในการอนุวัตจะบไอ้เรื่องต่อจากเต็มยังเคยท่ากอดดักกับเนียบพลังนะไอ้ขยมก็ท่าบัตรสันใบยังบัตรทอทำแบบเพียบจางโดยบานสมจับตามแต่กอดอ่างหรือร้านที่น้ำกอดจะมีปัญหาแบบเกมจับดักกบไอ้แบบสถานการณ์ของการสำรายก็สำรายเรื่องบางคนนะฮะนี่คนจะสิทธิ์บางทีรถน้องกายโยนน้องถึงโยบายแต่ตาดำเนินการถึงกระไดนั่งเบียดอนนาเฮาเบียมือตัวซ้อมไทยซ้อมก่อนอ๋อในจุดสถานการณ์คือเบียบางคนเอาชนเป็นสิทธิ์บางคนให้คนไอ้เนี่ยสำรายเอาจงกบมาช่างมาทั้งที่เดือดคนอันนั้นคือสถานการณ์ใช้หนึ่งเสียงให้เดเปลสมัติเกิดกดทางบางคนดอลสถานการณ์ไอ้วิธีอัตมินไอ้แตะโตเนี่ยสักวันเลิกเมานั่นคือการทำที่การเรียนให้กับเลยได้อันจำเรียมได้บางส่วนที่พวกยมอัดตั้งฉบับที่ไอ้ถือเอาพวกยมคลายดำเมตราประมาณอันใดสำคัญคือยังเชื่อฉบับได้จังการวิธีก็โดยเชื่อการสงสารฉบับก็มันจันทร์กดได้
ចឹងអ្វីដែលសំខាន់ខ្ញុំចង់ហៅគាត់មកដាក់តុនិយាយមួយគ្នាមកហើយជជែករឿងច្បាប់ហ្នឹងវាយ៉ាងម៉េច